ស្ដីតៃអានេះគឺជាសវណ្ណវត្ត័យនៅក្នុងឆ្នាំ2025ហើយនេះគឺជាការរំពឹងទុកមួយចំនួនយើងទុកសម្រាប់ឆ្នាំ2026ហើយសង្ឃឹមថាខែ12ពួកយើងបានជួបគ្នាម្ដងទៀតហើយយើងចង់ដឹងថាតើផែនការនឹងមិនដែរហើយអារម្មណ៍តៃមិនដែរឥឡូវនេះឆ្នាំ2025ខ្ញុំពងនៅកោះរ៉ុងហើយខ្ញុំនៅមួយបងកញ្ញាហើយនឹងអូនរតពួកយើងមកលេងនៅកោះរ៉ុងអត់បាន plan ទេប៉ុន្តែអារម្មណ៍ខ្ញុំពេលនេះគឺខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡះខ្លួនច្រើនហើយខ្ញុំសប្បាយចិត្តហើយខ្ញុំមាន energy ខ្ញុំមានកម្លាំងនៅក្នុងការធ្វើសារនឹងជូនទៅកាន់តៃឆ្នាំ2026អញ្ចឹងអានេះគឺជាអីដែលខ្ញុំគិតថាឆ្នាំ2026យើងនឹងធ្វើអូខេអញ្ចឹងនៅក្នុងឆ្នាំ2026ខ្ញុំគិតថាពួកយើងនឹងសំលុយបាន10000ឥឡូវយើងសំបាន5000ហើយអញ្ចឹងប្រហែលជាយើងនឹងសំឲ្យលើសនឹងទៀតដើម្បីអនាគតយើងអាចទិញផ្ទះបានតែយើងតាមមើលផែនការរបស់យើងតទៅទៀតអូខេហើយសម្រាប់ការងាររបស់យើងវិញខ្ញុំដឹងថាឆ្នាំក្រោយយើងនឹងធ្វើ project Biodiversity for All ហើយយើងនឹងធ្វើ Citizen Knowledge Hub អញ្ចឹងខ្ញុំគិតថាតៃនឹងខ្លាចទៅជា Master of Data Analysis តៃនឹងបកកែនៅក្នុងការរៀនអ្វីដែលហៅថា Data Analyze រាល់ skill ទាំងអស់ហ្នឹងហើយតៃគឺជា Master Trainer ទៅកាន់យុវជនទាំងអស់ហ្នឹងអញ្ចឹងតៃនឹងខ្លាចទៅជាមនុស្សម្នាក់ដែលបកកែនៅក្នុងការយកទិន្នន័យយក data ហើយធ្វើវាទៅជា insight report document ហើយដែលជា document សម្រាប់អ្នកដទៃសិក្សាសាជីវដូចគ្នាអញ្ចឹងខ្ញុំជឿថាតៃអាចធ្វើបាននៅលើកន្លែងហ្នឹងពីព្រោះនឹងជាអីដែលយើង interest ឥឡូវហើយវាប្រហែលជាអីដែលអនាគតដែល master យើងនឹងដាក់ហ្នឹងគឺយើងនឹងដាក់នៅក្នុងអាហ្នឹងអូខេហើយខ្ញុំក៏គិតថាប្រហែលជាតៃនឹងចាប់ផ្ដើម figuring out ថាយើងគួរតែ apply master program មួយណាដែលវាតាក់ទងទៅនឹងរឿង data រឿង analyze រឿង document ហ្នឹងដោយសារអនាគតរបស់យើងចង់ធ្វើជា research អូខេ personally ពួកយើងនឹង move out ពួកយើងនឹងទៅរស់នៅខ្លួនឯងពួកយើងនឹងទៅរស់នៅក្បែរជានៅក្នុងបន្ទប់មួយតែម្នាក់ឯងងើបឡើងឆុងកាហ្វេខ្លួនឯងដាំបាយទៅធ្វើការខ្លួនឯងទៅធ្វើការខ្លួនឯងហើយល្ងាចឡើងតែទៅលេងម៉ាក់ឬក៏សាទិដ្ឋឬក៏ពេលណាអញ្ចឹងយើងជូនម៉ាក់ដើរលេងជូនបងប្អូនដើរលេងហើយយើងនឹង connect គ្នាដូចពេលដែលយើងទៅនៅអាមេរិកអញ្ចឹងមូលហេតុអត់មានរឿងទេគ្រាន់តែថាយើងត្រូវការសេរីភាពយើងចង់បានភាពជាខ្លួនឯងរស់នៅខ្លួនឯងហើយយើងអាចធ្វើនឹងបានដរាបណាយើងស្ថិតនៅក្នុងប្រព័ន្ធដែលយើងអត់សូវសប្បាយចិត្តនៅក្នុងហ្នឹងដោយសារតែនៅក្នុងផ្ទះខ្ញុំមានអារម្មណ៍ថាខ្ញុំដោះស្រាយបញ្ហាផ្ទះច្រើនអញ្ចឹងខ្ញុំគិតថានៅឆ្នាំ2026យើងនឹងចូលទៅក្នុងប្រព័ន្ធមួយទៀតដែលយើងនៅក្នុង system ដែលវាពពេញដោយខ្លួនឯងអញ្ចឹងទៅយើងអាចស្វែងរកខ្លួនឯងបានច្រើនជាងហ្នឹងហើយអនាគតទៅយើងនឹងមិនមែនជាអ្នកដែលដោះស្រាយបញ្ហារបស់គ្រួសារ 100% អញ្ចឹងយើងត្រូវដកខ្លួនបន្តិចដើម្បីខ្លួនឯងខ្ញុំដឹងថាវាស្ដាប់ទៅវារៀងអាត្មានិយមបន្តិចប៉ុន្តែវាជាអីដែលយើងត្រូវការហើយកុំភ្លេចថែរក្សាសុខភាពខ្លួនឯងទាំងអស់ទាំងសុខភាពផ្លូវចិត្តទាំងសុខភាពរាងកាយតែចាប់ផ្ដើមរត់តិចតិចណារត់បាន5គីឡូហើយយើងធ្វើបាន9គីឡូចុច11នៅថ្ងៃឯករាជ្យជាតិប៉ុន្តែយើងកុំភ្លេចថាឡើយអង្គុយនៅលើសមុទ្រអត់ហ៊ានចូលលេងទឹកទេដោយសារអត់ទាន់ចេះហែលទឹកអញ្ចឹងសង្ឃឹមថាឆ្នាំក្រោយអត់សង្ឃឹមទេដាច់ខាត់ឆ្នាំក្រោយត្រូវទៅរៀនហែលទឹកអូខេហើយយើងអត់ដែលដើរលេងនៅក្នុងអាស៊ីទេអញ្ចឹងឆ្នាំក្រោយប្រហែលជាយើងទៅលេងវៀតណាមហើយនឹងទៅលេងម៉ាឡេគោលដៅរបស់យើងហើយបើសិនជាអាចយើងនឹងទៅដល់តៃវ៉ាន់ឬក៏ទៅដល់ជប៉ុនដើម្បីមើល Sakura ប៉ុន្តែអានឹង optional អានឹង as a bonus ដោយសារតែអានឹងចាយលុយច្រើនប៉ុន្តែនៅក្នុង local យើងនឹងទៅលេងបាត់ដំបងហើយនឹងមណ្ឌលគិរីហើយដោយសារតែវាជាកន្លែងដែលយើងចង់ទៅអញ្ចឹងពីរហ្នឹង so good បើសិនជាអាចទៅក្នុងផ្សារទៀតតែយើងគិតថាយើងទៅរួចអត់នៅតាមពេលវេលាហ្នឹងប៉ុន្តែព្រោះដោយសារឆ្នាំក្រោយយើងនឹងចុះព្រៃច្រើនយើងនឹងទៅរៀននៅភ្នំច្រើនអញ្ចឹងឯងរៀងថយតិចដែរអញ្ចឹង mantra
ដែល2026ខ្ញុំគិតថាមនុស្សដែលខ្ញុំនឹង becoming គឺខ្ញុំគិតថាតៃនឹងខ្លាចទៅជាមនុស្សម្នាក់ដែលមានឯករាជ្យពេញលេញមានសេរីភាពនៅក្នុងការសម្រេចចិត្តដោយពឹងផ្អែកទៅលើការគិតចិត្តរបស់យើងពេញ 100% ខ្ញុំគិតថាតៃនឹងឈានជើងទៅរកអ្វីដែលខ្លួនឯងនឹងចាប់ផ្ដើមធ្វើនៅក្នុងរយៈពេល 5-6 ឆ្នាំតទៅមុខទៀតនៅពេលដែលយើងឈរនៅលើខ្លួនឯងរកខ្លួនឯងថាតើអីដែលខ្ញុំចង់ធ្វើនៅក្នុងរយៈពេលវែងហើយយើងនឹងតទៅមុខទៀតបានយ៉ាងច្រើនខ្ញុំសង្ឃឹមថាតៃនឹងក្លាយជាមនុស្សម្នាក់ដែលមិនសូវដោះស្រាយបញ្ហាអ្នកដទៃច្រើនដោះស្រាយបញ្ហាខ្លួនឯងច្រើនជាងហើយនៅតែ very respectful នៅតែស្អាតហើយសំខាន់គឺតៃឆ្លាតជាងមុនតៃក្លាហានជាងមុនតៃហ៊ានបញ្ចេញមតិយោបល់ច្រើនជាងមុនហើយយើងនឹងចាប់ផ្ដើមនិយាយច្រើនជាងមុននិយាយហើយប្រហែលជាមិនប្រហែលជាប៉ុន្តែគឺយើងនឹងឆ្ងល់ច្រើនហើយយើងនឹងធ្វើជាមនុស្សល្ងងតិចប៉ុន្តែវាល្ងងដើម្បីរៀនសូត្រមិនល្ងងអត់ចេះទេអញ្ចឹងណាហើយដូចគ្នាដែរយើងប្រកាសជាមានកន្លែងណាខ្លះដែលយើងគាត់ថាយើងមានអារម្មណ៍ថា depress ពួកយើងមិនជាមនុស្សសុបាយចិត្តរហូតទេត្រូវអត់អញ្ចឹងនៅពេលណាដែលតៃមើលឃើញថាខ្លួនឯងនៅក្រៅពីផែនការរបស់យើងចាំពាក្យមួយចំនួននេះតៃសម្រាប់បានបើតៃហត់បើតៃចង់យំតៃយំតៃចង់ដើរចេញយើងដើរចេញបើសិនជាគំនិតរបស់តៃមិនមានអ្នកណាគ្រប់គ្រងចាំថាមានខ្ញុំម្នាក់នៅគ្រប់គ្រងហើយជាមួយនឹងផែនការដែលយើងនិយាយគ្នាទាំងអស់នេះបើសិនជាតៃអាចធ្វើបាន 50% នៃអីដែលយើងនិយាយគ្នា you are enough ខ្ញុំចង់ឲ្យតៃរស់យើង not survive anymore យើងស្វែងរកអ្វីទៅដែលហៅថាការរស់នៅតាមបែបតៃហើយអ្វីដែលយើងរៀបចំនេះវាគ្រាន់តែជាផែនការ It's just a plan វាសំខាន់សម្រាប់ខ្ញុំដែលតៃសប្បាយចិត្តហើយវាសំខាន់សម្រាប់ខ្ញុំតែតៃមានអារម្មណ៍ថាវាអត់ធ្ងន់ហើយ I love you so much girl យើងជួបគ្នាឆ្នាំក្រោយខ្ញុំភ្លេចរឿងមួយ Are we dating យើងហៅ boy ល្អបាននៅ boy ល្អដែលយើងចង់នៅយើងអត់នឹងបានច្រើនទេចង់បានតែគេដើរលេងជាមួយយើងចង់ត្រឡប់មកផ្ទះវិញនៅលើ couch មើល TV and enjoy cup of tea តែសំខាន់គឺយើងមានពេលនិយាយមួយគ្នាច្រើនយើងមានពេលកាន់ដៃគ្នាច្រើន kiss ច្រើនហើយសំខាន់គឺជាមនុស្សម្នាក់ដែលតៃអាចផ្អែកក្បាលនៅលើស្មារបស់គាត់នៅពេលដែលយើងមានអារម្មណ៍ថាយើងអស់កម្លាំងហើយខ្ញុំសង្ឃឹមថាតៃនឹងហៅម្នាក់នឹងឃើញសំខាន់គាត់ជាមនុស្សម្នាក់ដែលឆ្លាត emotional intelligent គាត់ដឹងថាធ្វើម៉េចដើម្បីនិយាយជាមួយតៃហើយសំខាន់គឺការញញឹមរបស់តៃគឺជា priority របស់គាត់ហៅម្នាក់នឹងឲ្យបានណា I hope you meet him